ជាការវាយប្រហារសងសឹកនៅក្នុងទ្រង់ទ្រាយធំបន្ទាប់ពីអ៊ុយក្រែនវាយប្រហារបំផ្លាញយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់រុស្ស៊ីកាលពីសប្តាហ៍មុនរុស្ស៊ីនៅពេលចុងក្រោយនេះបានប្រើពេល5ម៉ោងវាយប្រហារយ៉ាងសន្ធប់ទៅលើទឹកដីអ៊ុយក្រែនកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនប្រើពេល5ម៉ោងបំផ្លិចបំផ្លាញលើទីក្រុងគៀវកាលពីថ្ងៃអង្គារម្សិលមិញនេះត្រូវនៅថ្ងៃ10មិថុនាឆ្នាំ2025ក្នុងការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយក្នុងចំណោមការវាយប្រហារធំៗជាច្រើននាពេលថ្មីៗនេះលើរដ្ឋធានីនេះខណៈគ្មានសញ្ញាបញ្ចប់សង្គ្រាមក្រមមន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃពុធ11មិថុនាសប្តាហ៍នេះថាការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីរយៈពេល9នាទីនៅលើទីក្រុងធំទី2របស់អ៊ុយក្រែនគឺខាគីវនៅភាគឦសានបានសម្លាប់មនុស្សយ៉ាងហោចណាស់2នាក់និង38នាក់រងរបួសក្នុងនោះមានកុមារ5នាក់ផងដែរលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាកងកម្លាំងរបស់ក្រុងមូស្គូបានបាញ់យានដ្រូន315គ្រឿងស្រោចលើអ៊ុយក្រែនពេញមួយយប់ដែលបានសម្លាប់មនុស្សសរុប7នាក់អភិបាលក្រុងគៀវលោក Vitaly Klitschko បាននិយាយថាមនុស្ស4នាក់បានរងរបួសក្នុងការវាយប្រហារលើរដ្ឋធានីដែលបានបង្កឲ្យមានភ្លើងឆេះពេញរដ្ឋធានីនេះក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះលើ Telegram លោក Zelensky ប្រធានាធិបតីអ៊ុយក្រែននិយាយថាជារៀងរាល់យប់ជំនួសឲ្យបទឈប់បាញ់មានការវាយប្រហារដ៏ធំពីយានដ្រូនសាហិតមីស៊ីលតម្រង់គោលដៅនិងគ្រាប់ផ្លោងថ្ងៃនេះជាការវាយប្រហារដ៏ធំបំផុតមួយក្នុងចំណោមការវាយប្រហារធំបំផុតជាច្រើននៅទីក្រុងគៀវតំបន់អូដេសាតំបន់ Dnipro និងតំបន់ Chernihiv ក៏បានក្លាយជាគោលដៅដែរការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុងមូស្គូបានបាញ់បង្ហោះយានដ្រូនជិត500គ្រឿងលើអ៊ុយក្រែនក្នុងការទម្លាក់គ្រាប់បែកដ៏ធំបំផុតក្នុងពេលមួយយប់ក្នុងសង្គ្រាមរយៈពេល3ឆ្នាំជាងមកនេះមិនដែលមានក្រុងគៀវបានឆ្លើយតបដ៏ខ្លាំងក្លាដោយការវាយប្រហារលើមូលដ្ឋានប្រតិបត្តិការកងទ័ពអាកាសនិងយន្តហោះរបស់រុស្ស៊ីកាលពីថ្ងៃទី1ខែមិថុនាកន្លងទៅបណ្ដាលឲ្យខូចខាតជាច្រើនគ្រឿងប្រធានាធិបតី Volodymyr Zelensky របស់អ៊ុយក្រែនបានសាទរជំវិញការសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមពីសហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីដោយចាត់ទុកថាការបោះជំហានរបស់អឺរ៉ុបនោះគឺជាជំហានដ៏សំខាន់គណៈកម្មការអឺរ៉ុបបានស្នើនៅថ្ងៃអង្គារទី10មិថុនានៅកញ្ចប់ទណ្ឌកម្មទី18ប្រឆាំងរុស្ស៊ីសម្រាប់ការវាយលុកលើអ៊ុយក្រែនដោយសម្ដៅលើប្រាក់ចំណូលធម្មពលរបស់រុស្ស៊ីធនាគារនិងឧស្សាហកម្មយោធារបស់ប្រទេសនេះកញ្ចប់ថ្មីនេះស្នើឲ្យហាមឃាត់ប្រតិបត្តិការជាមួយនឹងបំពង់ហូរអូស្មန် Nord Stream របស់រុស្ស៊ីព្រមទាំងធនាគារដែលចូលរួមនៅក្នុងការគេចវេះពីការដាក់ទណ្ឌកម្មប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្វាគមន៍កញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប៉ុន្តែបាននិយាយថាត្រូវការព័ត៌មានលម្អិតបន្ថែមនិងបានអំពាវនាវឲ្យមានការបន្ទាបការទប់នឹងតម្លៃប្រេងត្រឹម$30លោក Zelensky បាននិយាយនៅក្នុងសន្ទរកថាតាមវីដេអូនៅពេលយប់របស់លោកថាសមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្គ្រាមគឺដូចគ្នាទៅនឹងសមត្ថភាពនៅក្នុងការលក់ប្រេងនិងឆ្លងកាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុនោះហើយជាមូលហេតុចាំបាច់ដែលត្រូវដាក់ការរដ្ឋបတ်ដើម្បីកំណត់ចំនួននាវាដឹកប្រេងរបស់រុស្ស៊ីកំណត់សមត្ថភាពបច្ចេកវិទ្យារបស់ប្រទេសនេះសម្រាប់ការទាញយកនិងដំណើរការហើយអ្វីៗគ្រប់យ៉ាងដើម្បីឲ្យតម្លៃប្រេងរុស្ស៊ីទាបជាងអ្វីដែលពួកគេអាចទប់ទល់បានប្រមុខសម្ព័ន្ធយោធា NATO ក៏បានលើកឡើងផងដែរថាចាំបាច់ត្រូវតែបង្កើនការការពារដែនអាកាសនិងមីស៊ីលរហូតដល់400%អគ្គលេខាធិការសម្ព័ន្ធយោធា NATO លោក Mark Rutte បាននិយាយនៅថ្ងៃច័ន្ទម្សិលមិញនេះត្រូវនៅថ្ងៃ9មិថុនាឆ្នាំ2025ខណៈស្ថិតនៅក្នុងទីក្រុងឡុងចក្រភពអង់គ្លេសថាសម្ព័ន្ធយោធានេះចាំបាច់ត្រូវបង្កើនឲ្យដល់400%លើការការពារដែនអាកាសនិងមីស៊ីលជាអត្ថិភាពមួយក្នុងចំណោមអត្ថិភាពជាច្រើនសម្រាប់កិច្ចប្រជុំកំពូលនៃសមាជិកទាំងអស់នៅក្នុងទីក្រុងឡាអេនៅចុងខែនេះលោករូតេកំពុងជំរុញឲ្យសមាជិកបង្កើនការចំណាយលើវិស័យការពារជាតិឲ្យដល់ 3.5% នៃផលិតផលក្នុងស្រុកសរុប GDP និងបដិញ្ញាបន្ថែម 1.5% ចំពោះការចំណាយទាក់ទងនឹងសន្តិសុខឲ្យកាន់តែទូលំទូលាយដើម្បីបំពេញតាមការទាមទាររបស់លោកប្រធានាធិបតី Donald Trump របស់សហរដ្ឋអាមេរិកសម្រាប់គោលដៅចំណាយ 5% នៃ GDP កាលពីខែមុនលោកបាននិយាយថាលោកសន្មតថាគោលដៅនោះនឹងត្រូវបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃ24-25មិថុនាខាងមុខនេះលោករូតេបាននិយាយនៅក្នុងសន្ទរកថាថាសម្រាប់សម្ព័ន្ធយោធា NATO នឹងនៅតែរារាំងនឹងការការពារដ៏ជឿជាក់ដែលខ្លួនចាំបាច់ត្រូវការបង្កើន 400% នៃការការពារដែនអាកាសនិងមីស៊ីលពួកលោកបានមើលឃើញនៅក្នុងប្រទេសអ៊ុយក្រែនពីរបៀបដែលរុស្ស៊ីអនុវត្តភារវកម្មដូច្នេះពួកលោកនឹងពង្រឹងខែលដែលការពារជើងមេឃរបស់ពួកលោកស្ថានភាពនៅអ៊ុយក្រែននេះទស្សនិកជនប្រទេសរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើប្រទេសអ៊ុយក្រែនដោយមានមីស៊ីលក៏ដូចជាយានដ្រូនជិត500គ្រឿង
កងកម្លាំងរបស់រុស្ស៊ីបានបាញ់បង្ហោះយន្តដ្រូននិងមីស៊ីលសរុបចំនួន499គ្រឿងទៅលើអ៊ុយក្រែននៅថ្ងៃច័ន្ទ9មិថុនានៅក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយផ្សេងទៀតនៅក្នុងពេញមួយយប់យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនសព្វាវុធគឺមានចំនួន439គ្រឿងក្នុងចំណោមតួលេខជិត500គ្រឿងត្រូវបានបាញ់ទម្លាក់ប្រធាននាយកដ្ឋានទំនាក់ទំនងនៃបញ្ជាការកងទ័ពអាកាសអ៊ុយក្រែនលោកយូរីអ៊ីណាតបានបង្ហាញថាការវាយប្រហារពេញមួយយប់របស់រុស្ស៊ីផ្ដោតសំខាន់ទៅលើអាកាសយានដ្ឋានប្រតិបត្តិការមួយរបស់អ៊ុយក្រែនហើយនោះគឺជារលកនៃការវាយប្រហារច្រកអាកាសដ៏ធំបំផុតកងទ័ពអាកាសអ៊ុយក្រែនបានចេញប្រកាសអាសន្នលើអាកាសពេញមួយយប់នៅថ្ងៃច័ន្ទដោយព្រមានតំបន់ជាច្រើនពីហានិភ័យនៃការគំរាមកំហែងមីស៊ីលប៉ាឡេស្ទិកនិងយានដ្រូនវាយប្រហារប្រភេទ Shahed ដ៏គ្រោះថ្នាក់នៅក្នុងសន្ទរកថានៅពេលល្ងាចថ្ងៃអាទិត្យប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានជំរុញឲ្យប្រជាជនអ៊ុយក្រែនយកចិត្តទុកដាក់ចំពោះការព្រមានពីការវាយប្រហារផ្លូវអាកាសនៅក្នុងប្រមាណថ្ងៃខាងមុខបន្ទាប់ពីរុស្ស៊ីព្រមានសងសឹកអ៊ុយក្រែននៅជុំវិញការវាយប្រហារបំផ្លាញយន្តហោះចម្បាំងកាលពីចុងសប្តាហ៍ក្រៅពីទីក្រុងគៀវការវាយប្រហារចុងក្រោយរបស់រុស្ស៊ីក៏បានផ្ដោតពិសេសទៅលើតំបន់ភាគខាងលិចអ៊ុយក្រែនហើយមនុស្សជាច្រើនត្រូវបានរាយការណ៍ថារងរបួសនៅឯភាគពាយព្យអ៊ុយក្រែននៅជិតនឹងព្រំដែនជាមួយនឹងបេឡារុសប្រមុខរបស់អង្គការ NATO បានដឹងថាសម្ព័ន្ធភាពយោធារបស់ខ្លួនគឺត្រូវតែពង្រឹងនៅទំនាក់ទំនង Indo-Pacific គឺដើម្បីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិនប្រមុខអង្គការ NATO ព្រមាននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះថាឥទ្ធិពលយោធាដែលកំពុងកើនឡើងរបស់ចិននឹងការចងសម្ព័ន្ធភាពជិតស្និទ្ធជាមួយរុស្ស៊ីអ៊ីរ៉ង់និងកូរ៉េខាងជើងមានន័យថា NATO គួរតែអភិវឌ្ឍភាពជាដៃគូនៅតំបន់ Indo-Pacific បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកយោធារបស់ទីក្រុងប៉េកាំងលោក Mark Rutte អគ្គលេខាធិការអង្គការ NATO បានអត្ថាធិប្បាយបែបនេះនៅឯវិទ្យាស្ថានកិច្ចការអន្តរជាតិទីក្រុងឡុងចក្រភពអង់គ្លេសស្របពេលនៃការចរចាពាណិជ្ជកម្មកម្រិតរដ្ឋមន្ត្រីរវាងអាមេរិកនិងចិននៅទីក្រុងនេះដែរលោក Rutte ដែលជាអតីតនាយករដ្ឋមន្ត្រីហូឡង់រូបនេះបាននិយាយថាអ្វីដែលពួកលោកបានមើលឃើញនៅពេលនេះគឺជាការរីកចម្រើនដ៏ធំសម្បើមនៃសមត្ថភាពយោធារបស់ចិនលោកបានកត់សម្គាល់ថាប្រទេសចិនមានកងទ័ពជើងទឹកដ៏ធំបំផុតរបស់ពិភពលោករួចទៅហើយកម្លាំងប្រយុទ្ធគឺមានដូចជានាវាផ្ទុកយន្តហោះឬនាវាមួយទឹកជាដើមដែលត្រូវបានរំពឹងថានឹងកើនឡើងដល់ទៅ435គ្រឿងនៅឆ្នាំ2030លោកបន្ថែមថាចិនក៏កំពុងសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយមានគោលបំណងក្តាប់ក្តាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង1000គ្រាប់នៅឆ្នាំ2030នេះដែរកងទ័ពជើងទឹកនៃកងកម្លាំងរំដោះប្រជាជនចិនគឺជាកងនាវាដ៏ធំបំផុតរបស់ពិភពលោកដែលមាននាវាចម្បាំង234គ្រឿងបើប្រៀបធៀបទៅនឹងចំនួននាវាចម្បាំងរបស់កងទ័ពជើងទឹករបស់អាមេរិកមានត្រឹមតែ219គ្រឿងនេះបញ្យល់តាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិហើយមន្ទីរបញ្ចកោណបាននិយាយថាចិនមានសមត្ថភាពផលិតនានាគឺច្រើនជាង200ដងលើសពីសហរដ្ឋអាមេរិកខ្ញុំមកកាន់បញ្ហារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ជុំវិញរឿងកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជាកិច្ចព្រមព្រៀងថ្មីដែលមិនទាន់អាចសម្រេចបានសមាជិកសភារបស់អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិកគឺអ៊ីស្រាអែលថាភាគីទាំងពីរនេះកំពុងតែរៀបចំអន្ទាក់ដាក់អ៊ីរ៉ង់ក្រុមសមាជិកសភាអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារម្សិលមិញត្រូវនៅថ្ងៃ10មិថុនាឆ្នាំ2025ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងស្វែងរកការបង្វែរកិច្ចចរចានុយក្លេអ៊ែរទៅជាអន្ទាក់យុទ្ធសាស្ត្រសម្រាប់អ៊ីរ៉ង់ប៉ុន្មានថ្ងៃមុនការគ្រោងទុកជុំទី6នៃកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងអាមេរិកនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះសេចក្តីថ្លែងការណ៍របស់សមាជិកសភាបាននិយាយថាសហរដ្ឋអាមេរិកមិនមានភាពច្បាស់លាស់ក្នុងការចរចាតតែសោះអាមេរិកបានកំណត់គោលដៅនៃកិច្ចចរចាតម្រូវតែតាមការទាមទាររបស់ខ្លួននិងបានអនុម័តនៅជំហរវាយលុកដែលផ្ទុយនឹងសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់អ៊ីរ៉ង់ប្រធានាធិបតីអាមេរិក Donald Trump បានគូបញ្ជាក់កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះថាភាគីទាំងពីរនៅតែមានចំនួនលើបញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងប្រទេសអ៊ីរ៉ង់ដែលសមាជិកសភាអ៊ីរ៉ង់និយាយថាជាផ្នែកដែលមិនអាចចរចាបាននៃកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះខណៈលោក Trump បាននិយាយថាជួបបន្ទាប់នៃកិច្ចចរចានឹងធ្វើឡើងនៅពាក់កណ្ដាលសប្តាហ៍អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថាការចរចាត្រូវគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅប្រទេសអូម៉ង់